សួស្តីបងប្អូនបាទមានបងប្អូនច្រើនឲ្យខ្ញុំមើលតេស្តផ្លែស្វាយទុំអញ្ចឹងណាបាទអញ្ចឹងខ្ញុំសូមតេស្តផ្លែស្វាយទុំមួយផ្លែហើយមួយផ្លែនេះគឺមានទម្ងន់77ក្រាមវាជាស្វាយខ្ទិះហើយស្វាយខ្ទិះយើងដឹងស្រាប់ហើយគឺផ្អែមមែនតើអញ្ចឹងណាខ្ញុំចង់ដឹងថាតើញ៉ាំស្វាយហើយរយៈពេល1ម៉ោងវាធ្វើឲ្យជាតិស្ករខ្ញុំឡើងប្រមាណតាមរយៈម៉ាស៊ីនបាទ CGM របស់ខ្ញុំបងប្អូនណាបាទខ្ញុំសូមញ៉ាំហើយបាទហើយបងប្អូនមកហើយតាមបានជាមួយខ្ញុំណាតើជាតិស្ករឡើងប្រមាណបាទបន្ទាប់ពីញ៉ាំផ្លែស្វាយហើយបាន1ម៉ោងបាទឃើញថាជាតិស្ករខ្ញុំគឺឡើងរហូតដល់169បាទហើយបើគិតទៅវាឡើងរហូតដល់71លេខអញ្ចឹងបងប្អូនបាទអញ្ចឹងផ្លែស្វាយគឺជាផ្លែមួយដែលមានជាតិស្ករច្រើនអញ្ចឹងបើសិនជាបងប្អូនចង់ទទួលទានផ្លែស្វាយយើងគួរទទួលទានមកចំណិតទៅបាទណាជាពិសេសបងប្អូនដែលលើសស្ករដែលមានជំងឺទឹកនោមផ្អែមឬក៏គេហៅថាមានជំងឺខ្លាញ់រោមខ្លាំងអីទាំងអស់ហ្នឹងណាបាទហើយសូមបញ្ជាក់បងប្អូនបន្តិចបាទសារធាតុផ្អែមមកពីផ្លែឈើណាបាទដែលអង់គ្លេសហៅថា fructose ណាគឺមានតែថ្លើមទេដែលមានសិទ្ធិយកវាទៅបំលែងបានអញ្ចឹងហើយនៅពេលណាដែលទទួលទានផ្លែឈើផ្អែមច្រើនណាបាទវាធ្វើឲ្យយើងមានខ្លាញ់រោមខ្លាំងនឹងឯងហើយមួយទៀតដែលបងប្អូនដែលគិតទៅដល់គឺលើសអាស៊ីតបាទបងប្អូនខ្លះតមសាច់នៅអត់ចង់លើសអាស៊ីតទេក៏ប៉ុន្តែផ្លែឈើដាក់ជំនួសសាច់អានេះហើយគឺជាហានិភ័យខ្ពស់មែនតើអញ្ចឹងណាអញ្ចឹងបើសិនជាបងប្អូនណាដែលគាត់មានបញ្ហាទាក់ទងជាមួយនឹងលើសអាស៊ីតក៏ដូចជាមានខ្លាញ់រោមខ្លាំងមកខ្ញុំឲ្យកាត់មុនគេគឺផ្លែឈើផ្អែមនឹងបងប្អូនបាទអូខេអរគុណច្រើនបងប្អូនសូមតែបងប្អូនស្វែងយល់ឲ្យបានច្បាស់ពីចំណេះដឹងមួយនេះបន្ថែមទៀតបងប្អូនណាបាទអរគុណ